ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះស្រីវិជ្ជការថ្ងៃនេះមកបញ្យល់អំពីកូដ C# ហើយសម្រាប់កូដហ្នឹងកន្លែង object data ស្មើ100ហ្នឹងគឺគេបង្កើត array data ជាប្រភេទ object ហើយតម្លៃរបស់ data គឺ100ហើយសម្រាប់កន្លែងនេះស្គាល់ណាហ្នឹងគឺមានន័យថាអាចស្មានអាចមាន null ឥឡូវស្គមវាអត់មានតម្លៃវាអត់មានតម្លៃយើងកំណត់វាអញ្ចឹងហើយស្មែកន្លែងនេះវិញគឺយើងអាចកំណត់វាថាជា null ជា true ជាអីចឹងតែនេះវាជា true ហើយ string វាមានន័យថាអាហ្នឹងវាស្មើគ្នាឬក៏អត់ស្មើគ្នាហើយបើសម្រាប់កន្លែងកូដមួយជួរនេះវិញគឺគេថា data គឺជាអាចហើយលទ្ធផលរបស់វាគឺ true បើស្គាល់ជា null បើយើងប្រើ60ហើយនៅកន្លែងហ្នឹងវាធំជាងឬស្មើ50វា true លទ្ធផលរបស់វាគឺពិតហើយបើសម្រាប់កន្លែងនេះវិញគឺបើយើង reset null ជាតម្លៃថ្មីដូច្នេះវាបដូរដូច្នេះវាអត់បដូរទេបើយើងហើយប៉ុណ្ណេះជំរាបលាគ្រូ